សូមជ្រើសរើសយក Google Chrome អញ្ចឹងខ្ញុំជ្រើសរើស account មួយមកឧទាហរណ៍ថា account ធានទេអញ្ចឹងwebsite ដែលយើងត្រូវចូលគឺយើងចូល Zoom មកព្រោះអីយើងទើប download កម្មវិធីហើយយើងយកពាក្យថា Zoom download អញ្ចឹងបន្ទាប់មកវានឹងចេញបែបនេះឲ្យមែនទេអញ្ចឹងយើងអាចយក Zoom ខាងក្រោមនេះមកមានពាក្យថា download Zoom for Windows អញ្ចឹងយើងចុចលើហ្នឹងមួយនេះសម្រាប់តែនៅលើ computer ទេណានៅលើទូរស័ព្ទយើងចូលទៅ Play Store ឬក៏ App Store ហើយវាយពាក្យថា Zoom ទៅយើងអាច download បានហើយតោះនេះនៅលើ Windows អញ្ចឹងយើងយក64 bit មកពីច្រើនគ្រូគាត់ប្រើ Windows ប្រភេទ64 bit អញ្ចឹងយើងយក download 64 bit មកតោះមកនេះវានឹងចេញ download ឲ្យយើងរកចាំតិចមកយើងចូលទៅវាមកយកវា open តោះមកយើងឃើញនេះអញ្ចឹងយើង right click ក៏បានឬក៏យើង double click ក៏បានដែរនៅក្នុងនេះខ្ញុំ right click យកពាក្យថា open យើងចុច double click ក៏បានដែរ double click វា open ដូចគ្នាតោះមកវាទៅការតឡើងវា initialize ហើយវានឹងតឡើងឲ្យយើងតោះយើងយកពាក្យថា yes មកយើងធ្វើការរងចាំតិចនេះគឺមានន័យថាយើងបានតឡើងសារសេឲ្យគឺងាយស្រួលមែនទែនគ្រាន់តែយើងតឡើងdownload ហើយយើងគ្រាន់តែចុចវាតែមួយ click ឬ copy click គឺជាការសាច់ហើយបន្តមកទៀតចំណុចមួយទៀតគឺយើងត្រូវការsign up ឬក៏យើងចុចឈ្មោះកម្មវិធី Zoom ដើម្បីប្រើប្រាស់ប៉ុន្តែសម្រាប់អ្នកដែលមាន account ហើយយើងយកពាក្យថា sign in មកតែបើសិនជាអត់មាន account ទេយើងយក sign up មកអញ្ចឹងនៅក្នុងករណីនេះខ្ញុំសូមយក sign up នេះយើងឧទាហរណ៍ថាខ្ញុំប្រើ1995ដល់អូខេបន្តមកទៀតអានេះយើងអាចវាយ email address ប៉ុន្តែក្នុងករណីនេះវាអាចវាឆ្ងាយអញ្ចឹងយើងយកពាក្យនេះ Google មកដើម្បីឲ្យវា sign up ជាមួយនឹង Gmail របស់យើងនេះបន្តមកវានឹង load ទៅឲ្យយើង sign up ជាមួយ Gmail ហើយដោយសារ Gmail នេះខ្ញុំ sign up ហើយអញ្ចឹងខ្ញុំគ្រាន់តែចុចលើវាម្ដងទៀតវាស្មើនឹងពាក្យ login ហើយវាអត់ជាបញ្ហាទេតែទៅនឹង sign in ដូចគ្នាយើងយកពាក្យកន្លែងGoogle នេះគ្នាយកកន្លែងចូលនឹងនេះគ្នាមកគឺជាការ sign ហើយនេះ account នេះដោយសារខ្ញុំបាន sign in ហើយឬក៏ sign up ហើយគឺយើងអាចចូលតាម click គឺយើងអាចបានដល់ហើយយើងមានរូបភាពមានអីដែលខ្ញុំធ្លាប់ដាក់តែបើសិនជាអ្នកដែលថ្មីគឺអត់មានទេយើងអាចទៅសេរីដាក់រូបភាពឬក៏ដាក់អីបានបន្តមកទៀតអ្វីដែលយើងត្រូវធ្វើគឺតាក់ទងទៅនឹង class ឬក៏ថ្នាក់រៀនដែលយើងត្រូវរៀននៅក្នុង Zoom អញ្ចឹងចំណុចទី1យើងត្រូវកែកន្លែង new meeting ហ្នឹងតាក់ទងទៅនឹងការ call ហើយយើង invite សិស្សឲ្យចូលនៅក្នុងថ្នាក់របស់យើងអញ្ចឹងតាក់ទងទៅនឹង new meeting យើងចុចលើកន្លែងសញ្ញាត្រេកបាញ់មកក្រោមហ្នឹងមកបន្តមកទៀតយើងត្រូវកែមួយចំនួនសិនយើងចូលតាមក្រោមព្រោះនេះជា ID របស់យើងញ៉ាលេខនេះ30 24 35 16 35នេះចា៎នេះជា ID account របស់យើងអញ្ចឹងក្នុងករណីនេះយើងកែវាមកអ្វីដែលយើងត្រូវកែបន្ថែមទៀតដូចជាលេខកូដដែលយើងត្រូវដាក់អញ្ចឹងយើងចុចកន្លែង ID ហ្នឹងហើយយកពាក្យថា setting នេះ PMI setting តោះអញ្ចឹងយើងឃើញលេខកូដនេះវា generate ឲ្យអញ្ចឹងនៅក្នុងករណីខ្លះយើងអត់ចង់ឲ្យវា generate ទេព្រោះយើង invite សិស្សហើយវាត្រូវការវាយលេខកូដញ៉ៃអញ្ចឹងយើងក្នុងករណីនេះយើងចង់ដូរលេខកូដយើងអត់ចង់ឲ្យវា generate ឲ្យយើងអាចដាក់បានយើងចូលកន្លែងហ្នឹងហើយយើងកែមកឧទាហរណ៍ថាបើក្នុងករណីសិស្សដែលចូលថ្នាក់យើងហើយទាមទារលេខកូដអញ្ចឹងយើងឲ្យគាត់វាយថា grade 1 grade 2ទៅបានហើយអានេះយើងដាក់អីក៏បានដែរ option មួយចំនួនទៀតដូចជា waiting room អានេះយើង take off ព្រោះយើងបើកដំបូងយើងត្រូវការរកចាំសិស្សឲ្យគាត់ join នេះ video ហ្នឹងបើយើងចូល on មានន័យថានៅពេលដែលយើងចុចបើកថ្នាក់ភ្លាមវានឹងបើក video អានេះបើកសិស្សអូខេអានេះ allow សិស្សយើង take កន្លែង allow មកឲ្យគាត់ចូលពេលណាក៏បានដែរតែកន្លែង automatical នេះ record ហ្នឹងបាច់ដាក់ទេយើង take កន្លែង allow នេះទៅបានហើយតោះមក setting ត្រង់ចំណុច personal meeting ID setting ហ្នឹងយើងដាក់ទៅហ្នឹងបានហើយយើងយក save មកទៀតយើងចូលទៅមើលយើងយក take កន្លែង use មកអូខេតមកទៀតនៅពេលយើង take កន្លែងនេះដើម្បីអីនៅពេលដែលយើង join ហើយវាជាប់ setting ដែលយើងបានកំណត់មុននេះអញ្ចឹងវាមាន grade 1 grade 2អញ្ចឹងទៅអញ្ចឹងបន្តមកក្នុងករណីដែលយើងមានសិស្សយើងចង់បើកថ្នាក់ហើយយើង invite សិស្សឲ្យចូលអញ្ចឹងយើងគ្រាន់តែចុចកន្លែងនេះមកចុចកន្លែង new meeting ហ្នឹងដែរហើយយើងយកកន្លែង copy invite invitation នេះយើង copy ហ្នឹងមកដើម្បី invite សិស្សយើងយក copy ID បើសិនជាក្នុងករណីយក copy ID វានៅឲ្យកុំសិស្សវាយលេខកូដមកតាំងទៀតគឺ grade 1 grade 2អញ្ចឹងយើងយក invitation ហ្នឹងមកបាច់ចាំឲ្យកុំសិស្សវាយលេខកូដទេតោះមកយើងបើកថ្នាក់មកតោះក្នុងករណីនេះកន្លែងនេះវាឲ្យយើងកំណត់តាក់ទងទៅនឹងសំឡេងនៅពេលដែលយើងចូលទៅយើងប្រើ mic មួយណាអញ្ចឹងក្នុងករណីហ្នឹងយើងដាក់ធម្មតាសិនមកចុចចាំ test តាមក្រោយទៀតបានណាចំណុចដែលយើងត្រូវសិក្សាអំពី Zoom គឺទី1 audio របស់យើងបើសិនជាក្នុងករណីដែលមានសលេងឡើងចុះនេះមានន័យថាវាស្គាល់សំឡេងហើយយើងនិយាយទៅសិស្សអាចស្ដាប់ឮបានប៉ុន្តែបើក្នុងករណីវាចេញសញ្ញាខ្វែងដូចកន្លែងកាមេរ៉ានេះមានន័យថាយើងនិយាយទៅសិស្សអត់ឮទេអ្នកដែលចងថ្នាក់រៀនយើងគឺអត់ឮទេអញ្ចឹងយើងអាចទៅសេរីបានបើក្នុងករណីអត់ចេញអញ្ចឹងយើងអាចសេរីបានយើងអាចសេរីសំឡេងដែរឲ្យវាចេញពីឧបករណ៍មួយណាមកអញ្ចឹងយើងអាច select មកយើងគិតថាឧបករណ៍ណាដែលអាចស្រូបសំឡេងចូលទៅក្នុងហ្នឹងឬក៏ឧបករណ៍ដែលជា mic ឬក៏ microphone អញ្ចឹងបើក្នុងករណីរបស់ខ្ញុំនេះគឺប្រើ microphone USB អូខេចឹងវាស្គាល់ហើយតែបើសិនជាលោកគ្រូអ្នកគ្រូដែលបើកទៅវាឃើញវាដំណើរការមិនចាំសេរីទៀតទេព្រោះវាស្គាល់ហើយអញ្ចឹងតោះមួយទៀតវីដេអូបើសិនជាក្នុងករណីអត់ស្គាល់សេរីដូចគ្នានេះឥឡូវ select កាមេរ៉ានេះទូទៅបើលើ laptop ធម្មតាគឺមានហើយអញ្ចឹងរបស់ខ្ញុំគឺខ្ញុំ record ចេញពី desktop ចឹង desktop ខ្ញុំអត់មានកាមេរ៉ាទេតោះអ្វីដែលសំខាន់មួយទៀតគឺ participant នេះគឺតើតទៅនឹងចំនួនសិស្សឬក៏ចំនួនសមាជិកដែលបាន join link របស់យើងទូទៅបើយើងចេញលេខ1នេះមានន័យថាខ្លួនឯង Zoom របស់ខ្លួនឯងអញ្ចឹងបើមាន2មានន័យថាកូនសិស្សបានចូលម្នាក់អញ្ចឹងបើមានលេខ3លេខ4លេខ5យើងរាប់តាមហ្នឹងទៅប៉ុន្តែរាប់ទាំងយើងខ្លួនឯងផងមួយទៀតយើងតាក់ទងទៅនឹងការ invite យើងអាច invite ពួកគាត់ដោយយើងចុចកន្លែង participant ហ្នឹងហើយយកពាក្យថា invite ហើយ invite នេះមានន័យថាយើងមាន friend ជាមួយនឹងកូនសិស្សផ្ទាល់អញ្ចឹងកូនសិស្សគាត់មាន Zoom គាត់មានឈ្មោះហើយយើងបាន add ជាមួយគ្នាយើងគ្រាន់តែ invite តាមហ្នឹងគឺបានហើយតែបើក្នុងករណីយើងមានសិស្សប៉ុន្តែអត់មាន friend ជាមួយគ្នាយើងយកពាក្យថា copy invite link អញ្ចឹងអា copy invite link ហ្នឹងយើងគ្រាន់តែ copy វាមកចុចលើវាមកហើយយើងទៅតម្លាក់នៅក្នុង group ថ្នាក់រៀនរបស់យើងឧទាហរណ៍ថា group ថ្នាក់រៀនរបស់យើងរបស់ខ្ញុំនេះអញ្ចឹងចូលនេះខ្ញុំគ្រាន់តែផាសមកថា copy ហើយផាសមកគឺវាចេញហើយអញ្ចឹងអ្នកដែលចុច join គឺគាត់នឹងអាចចូលទៅថ្នាក់រៀនបានយើងហើយដោយមិនទាមទារលេខកូដអីទេ
tạiបើសិនជាក្នុងករណីទីលេខកូដយើងអាចឲ្យលេខកូដគាត់បានយើងកំណត់លេខកូដលើកមុនយើងដាក់កន្លែង1កន្លែង2អញ្ចឹងបើទីទៀតយើងឲ្យគាត់វាយហ្នឹងមកប៉ុន្តែជាទូទៅបើ copy តាមលេខទៅគឺអត់ទីទៀតទេចំណុចមួយទៀតតកតងទៅនឹងឆាតគឺតកតងទៅនឹងការសរសេរ mistake ទៅសិស្សបើសិនជាក្នុងករណីយើងអត់ចង់និយាយអីយើងគ្រាន់តែសរសេរ mistake ទៅវានឹងសូទាំងអស់គ្នាមានន័យថាវាបង្ហាញថា mistake ហ្នឹងទៅកាន់អ្នកដែលនៅក្នុងក្រុមថ្នាក់បរិញ្ញាបត្ររបស់យើងហើយឡូអញ្ចឹងបើមានសិស្សគាត់មើលឃើញវាលោតសារទៅគ្រប់គ្នាមួយទៀត react ហ្នឹងគឺតកតងទៅនឹងការឲ្យមេដៃឲ្យអីចំណុចដែលសំខាន់គឺតកតងទៅនឹង share screen ឲ្យសិស្សមើលគឺយើងយកវាមកmulti cam share បើសិនជាយើងយកហ្នឹងគឺសិស្សព្រោះយើង select ហ្នឹងគឺសិស្សគាត់អាច share screen បានអញ្ចឹងយើងមិនដាក់ទេយើងដាក់គ្រូយើងបានហើយគាត់ទី10 pan ហ្នឹងបានហើយអញ្ចឹងយើងចុចលើវាមកតបមកនេះក្នុងករណីនេះតកតងទៅនឹង screen computer របស់យើងទូទៅអានេះដោយសារ computer ខ្ញុំប្រើ screen 2អញ្ចឹងវាសំខាន់ screen 2តែបើបងលោកគ្រូអ្នកគ្រូគឺមានតែមួយដែលយកលើគេមកមិនចាំយកក្រោមទេយកក្រោមវាមានន័យថាវា select លើ app ណាមួយដែលយើងកំពុងតែបើកនៅលើ computer ហើយវាបង្ហាញថា app ហ្នឹងទេបើយើងចុចលើ Telegram យើងបង្ហាញថា Telegram ទេ app អីផ្សេង screen computer ដែលយើងបើកអីផ្សេងគឺវាចាញ់ទេអញ្ចឹងឥឡូវយើងយកនេះមកយកលើអញ្ចឹងខ្ញុំ recommend ឲ្យលោកគ្រូអ្នកគ្រូគាត់ប្រើលើនេះមកយក screen ដែលយើងកំពុងតែចុចហ្នឹងហើយយកពាក្យថា share មកវានឹងបង្ហាញនេះនេះគឺ screen ចេញពី computer របស់ខ្ញុំផ្ទាល់អញ្ចឹងបើសិនជាក្នុងករណីថ្នាក់រៀនរបស់លោកគ្រូអ្នកគ្រូយកហ្នឹងហើយអ្នកគ្រូអាចបើកបានហើយបើកសភៅដែលជាមេរៀនរបស់លោកគ្រូអ្នកគ្រូបានហើយឧទាហរណ៍ក្នុងករណីនេះខ្ញុំបើកនេះចុះអញ្ចឹងវានឹងសូមក screen ហ្នឹងទៅឲ្យហើយចំណុចមួយទៀតតកតងទៅនឹង annotate នេះអាហ្នឹងតកតងទៅនឹងខ្មៅដៃអាច note លើហ្នឹងបានយើងបរៀនយើងចង់ពុកអីមួយយើងប្រើហ្នឹងបានហើយយើងចង់លុបវាវិញ undo ត្រង់ចំណុចនេះឬក៏យើងចង់សរសេរជាអក្សរបន្ថែមបានប៉ុន្តែបង្ហាញតែនៅក្នុង Zoom ទេណាសិស្សដែលទាំងអស់ហ្នឹងគាត់អាចមើលឃើញយើងអាចបង្ហាញជាមេរៀនអីចឹងទៅយើងចង់ note បញ្យល់ពួកគាត់យើងយកអារូបខ្មៅដៃនេះមកត្រូនេះមកហើយយើងគូសក្នុងនេះយើងអាច select បានច្រើន mode តកតងទៅនឹងខ្មៅដៃហ្នឹងហើយពណ៌ដូចគ្នាយើងអាចសេរីបានទៅក្រហមយើង note ឧទាហរណ៍ថាមេរៀននេះឈ្មោះអីយើងបញ្យល់ចឹងក៏យើងបញ្យល់ពួកគាត់ហើយយើងយកខ្មៅដៃហ្នឹងបញ្យល់បន្ថែមទៀតបានអាខ្មៅដៃនេះយើងអាចយកវិញបានយកឯណាមកឬក៏ចង់ឲ្យលឿនយកសញ្ញានេះសញ្ញាធំស្រាមយក clear all មកបានហើយឧទាហរណ៍ខ្ញុំផ្សេងម្ដងទៀតនេះមួយខ្ញុំបញ្យល់មេរៀនចឹងយើងយកធំស្រាម clear all មកវាបាត់ទៅហើយបើយើងចង់លុបមួយយើងយកឯណាខាងក្រោមនេះមកអានេះ spotlight នេះឲ្យមកយើងវាចេញពណ៌ចឹងទៅយើងអត់មកលើណាចឹងគឺសឹកងាយស្រួលមើលដោយសារវាពណ៌ចឹងស្បាមនេះសញ្ញាហើយដាក់ផ្កាយដាក់អីដាក់សញ្ញាខ្វែងអានេះចាំគ្រូសឹកចាំបាច់អ្វីដែលចាំបាច់វាច្រើនគឺតែខ្មៅនេះទេហើយខ្មៅនឹង spotlight នេះដោយសារវាងាយស្រួលក្នុងការមើលនៅពេលដែលយើងអូសមកវាយកមេរៀនគឺវាងាយស្រួលមែនទែនមួយទៀតអាកន្លែងនេះខ្មៅចឹងយើងអាចជ្រើសរើសមកឲ្យពណ៌យើង note ទៅមេរៀនហ្នឹងឈ្មោះអីបញ្យល់គាត់បន្ថែមយើងអាចយកអាហ្នឹងបាននេះយើងអូសមកទៅមិនសរសេរមិនគឺវាចេញចឹងហើយចង់ back វាឬក៏ចង់លុបវាយើងចូល error នេះមក error មានន័យថាលុបបើមួយទៀត undo ដកហើយយើងសរសេរខុសយើងចង់បកក្រោយយើងយក undo នេះមកនេះ redo ទៅវិញដូចនៅក្នុង Word undo redo បើចង់លុបទាំងអស់ចុច clear all មកអានេះយើងអាច save អា picture ដែលយើងបាន note ហើយយើងអាច download រូបហ្នឹងបាន download ជា PNG ឬក៏ PDF តើហ្នឹងតកតងទៅនឹងnote មួយទៀត show meeting ហ្នឹងបង្ហាញអំពីសមាជិកដែលបានចូលរួមយើងអាច show ទៅនេះក៏បាន show កន្លែងមិនក៏បានដែរប៉ុន្តែក្នុងករណីនេះខ្ញុំមានតែឯងទេអញ្ចឹងវាអត់បង្ហាញទេវាអត់មានតើអញ្ចឹងតកតងទៅនឹង Zoom ក៏ប៉ុណ្្នឹងឯងមួយទៀតប្រាប់កន្លែងចំណុចមួយទៀត host tool នេះលោកគ្រូអ្នកគ្រូកុំព្យាយាមប្រើវាច្រើនយើងដាក់ធម្មតាមកប្រយ័ត្នអញ្ញាតឲ្យសិស្សគាត់ share ទៅធ្វើជា host អញ្ចឹងគាត់អត់ឲ្យយើងបង្ហាញ screen ពិបាកអញ្ចឹងតកតងទៅនឹងការប្រើប្រាស់ Zoom ប៉ុណ្្នឹងឯងមានចំណុចអាចសាកសួរបន្ថែមទៀតបាននេះបិទ